ទាំងអស់គ្នាដឹងអត់ថា Google បានបង់ប្រាក់ប្រមាណជា$20,000 លានទៅឲ្យ Apple ជារៀងរាល់ឆ្នាំដើម្បីនៅជា default browser នៅលើ iPhone តែប៉ុណ្្នឹងឯង$20,000 លានមនុស្សពីច្រើនគឺប្រើ Google ហើយគ្មានណាគេទៅប្រើ Bing DuckDuckGo ឬក៏ Yahoo ទៀតទេតែមិន Google នៅតែបង់លុយឲ្យក្រុមហ៊ុន platform ហ្នឹងទៀតវាមិនមែនជារឿងដែលធ្វើឲ្យខ្លួនឯងល្បីទេតែវាជារឿងអ្នកណាអាចកាន់តំណែងជា search engine ធំជាងគេកាលពីឆ្នាំ2022 Google បានបង់ប្រាក់ទៅឲ្យ Apple ចំនួន$20,000 លានដើម្បីធ្វើជា default search engine នៅលើឧបករណ៍របស់ Apple device ទាំងអស់រួមបញ្ចូលទាំង iPhone, iPad, Mac, Siri ហើយនិង Spotlight Search យើងសាកគិតមើល Apple ជាក្រុមហ៊ុនផលិតទូរស័ព្ទដែលធំជាងគេបំផុតលើពិភពលោកសុកស្រាប់តែបដូរ default search engine ទៅផ្សេងដូចជា Bing ឬក៏ DuckDuckGo ទូរស័ព្ទរាប់លាន device នឹងផ្លាស់ប្ដូរទៅតាមនឹងហើយច្បាស់ថា Google នឹងមិនឲ្យរឿងនឹងកើតឡើងជាដាច់ខាតដូច្នេះ Google មិនមែនបង់ប្រាក់សម្រាប់តែល្បីទេគឺគេបង់ដើម្បីកាន់អំណាចនិងត្រួតទិសមនុស្សរាប់ពាន់លាននាក់ដែលត្រូវទៅព្រោះចំណុចដែលយើង search ទាំងអស់គឺ Google ជាអ្នកបង្ហាញទិសថាយើងគួរទៅណាហើយនេះគឺជាវិធីដែលក្រុមហ៊ុនធំៗរក្សាតំណែងនៅលើគេក្នុងទីផ្សារ